ថ្មកែវអំណានចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរសិប្បកម្មជាកន្លែងផលិតកម្មធុនតូចសិប្បកម្មឆ្លាក់ថ្មកែវនៅខេត្តពោធិ៍សាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរលង់មកហើយអ្នកទេសចរដែលបានទៅកម្សាន្តនៅទីនោះតែងតែចាប់អារម្មណ៍និងស្ងើចសរសើរចំពោះស្នាដៃដ៏មានក្បូរក្បាច់រចនាល្អផូរផង់ជាមរតកដូនតាយើងនៅប្រទេសកម្ពុជាថ្មកែវភាគច្រើនមាននៅភ្នំតាសៃភ្នំយ៉ននិងភ្នំស្ពង់ក្នុងស្រុកភ្នំក្រវាញនៃទឹកដីខេត្តពោធិ៍សាត់ថ្មកែវគឺជាប្រភេទថ្មធម្មជាតិម្យ៉ាងដែលមានពណ៌ចម្រុះភ្លឺរលោងអាចយកមកឆ្លាក់ធ្វើជារូបសំណាកផ្សេងដូចជាវត្ថុសិល្បៈវត្ថុអនុស្សាវរីយ៍វត្ថុជាទីសក្ការៈជាច្រើនបែបយ៉ាងសម្រាប់តាំងលម្អនិងគោរពបូជាថ្មកែវជាធនធានធម្មជាតិមានសារៈសំខាន់ចំពោះប្រទេសកម្ពុជាយើងសិប្បកម្មថ្មកែវបានលើកស្ទួយកម្រិតជីវភាពប្រជាជនក្នុងស្រុកភ្នំក្រវាញនៃខេត្តពោធិ៍សាត់ដើម្បីឲ្យកាន់តែសម្បូរធូរធារការទានពាក្យការអំណានពាក្យសក្ការៈអន្ថាសក្ការៈសិប្បកម្មអន្ថាសិប្បកម្មអារម្មណ៍អន្ថាអារម្មណ៍អនុស្សាវរីយ៍អន្ថាអនុស្សាវរីយ៍ខបញ្យលពាក្យសក្ការៈនាមការធ្វើគោរពសេចក្តីគោរពសិប្បកម្មនាមការជាងអ្វីផ្សេងអារម្មណ៍នាមគ្រឿងតោងរបស់ចិត្តគំនិតការដឹងអនុស្សាវរីយ៍នាមការដែលគួររលឹកនឹកឃើញគោបដិស័ព្ទរលោងផ្ទុយកក្រើមសរសើរផ្ទុយបង្អាប់ខវេវចនៈស័ព្ទនិងពាក្យធនប្រជាជនធនធានទ្រព្យសម្បត្តិទុនប្រជាជនប្រជាពលរដ្ឋប្រជារាស្ត្រពលរដ្ឋងស័ក្តិស័ព្ទនិងពាក្យគេនាមសេចក្តីសរសើរការល្បីលេចលឺខ្នះខ្ចាត់ខ្ចាយគេនាមទ្រព្យតំណែងជាសម្បត្តិរបស់ដូនតាឬមាតាបិតាបន្សល់ទុកឲ្យ